ខ្ញុំនឹងបងយិនសិនស្គាល់គ្នា10ឆ្នាំហើយមនោសញ្ចេតនាពួកយើងរឹងមាំមិនរង្គើខ្ញុំស្រឡាញ់គេក៏ស្រឡាញ់ខ្ញុំមនោសញ្ចេតនាអ្នកទាំងពីររឹងមាំមិនរង្គើហេតុអីក៏គេមិនដឹងនាងក្នុងកាតនេះមានមូលានយកទៅហើយប្រញាប់ទៅស្រុកកំណើតវិញមានតែខ្ញុំទេស័ក្តិសមនឹងគេគាត់ជួនហើយនាងចង់ការខ្ញុំមិនចង់ឥឡូវចេះចាស់បាទនាងព្រមបញ្ចុះបញ្ចូលលូយិនសិនព្រមលែងជាមួយខ្ញុំឲ្យនាងមកលៀនທາງប៉ៅនាងកំពុងប្រមាថអ្នកណាស្រីមកពីស្រុកស្រែសោះមិននឹងអាចមានមួយលានថ្លៃបណ្ដាការគ្រួសារលូឲ្យខ្ញុំសួរនាងលើកចុងក្រោយនាងអាចបញ្ចុះបញ្ចូលឲ្យគេព្រមលែងលះជាមួយខ្ញុំឬអត់ທາງប៉ៅនាងអស់ចាបែរជាហ៊ានលួចកាតធនាគាររបស់បងយិនសិននាងមើលឲ្យច្បាស់ឈ្មោះលើកាតនេះសិនទៅកុំជេរតែផ្ដែនាងមិនត្រឹមលួចមនុស្សនៅលួចលុយទៀនខ្ញុំចង់ជេរនាងថោកទៀតស្មានថានាងក្រាន់បើដែរមិនស្មានថាស្អីក៏មិនមែនខ្ញុំប្រាប់នាងតទៅក៏មករំខានខ្ញុំមិនអញ្ចឹងខ្ញុំជួបនាងម្ដងខ្ញុំវាយនាងម្ដងທາງប៉ៅស្រីថោកទៀតបាទដឹងមិនថានាងអន់ដល់ម្លឹងខ្ញុំមិនមកទេខ្ជះខ្ជាយពេលវេលាមានការអីបងធំចង់ដកខ្លួនពីពិភពគុណរៀបការមែនហើយរឿងរៀបការគឺខ្ញុំសន្យាជាមួយលោកតាទេគាត់សុខភាពមិនល្អខ្ញុំមិនចង់ឲ្យគាត់ខឹងដែរបងធំទ្វាធំរបស់សម្ព័ន្ធបើកចាំបងរហូតជួបបងមានសេចក្តីសុខទុកចិត្តចាស់ចាំខ្ញុំរកឱកាសបានប្រកាសជាទៅវិញណាលើកឆៃអើយលើកឆៃអើយចាប់រត់ជួយបងឆាប់រត់ទៅលឿនឡើងឆាប់ឡើងសំវត្តជួយកូនខ្ញុំផងគេនៅខាងក្នុងសំវត្តជួយគេផងទៅខាងក្នុងភ្លើងខ្លាំងដល់ម្លឹងចង់ខ្ញុំទៅរកស្លាប់មែនទេថយចេញបងយិនសិនបងឆាប់មកខ្ញុំរបួសហើយខ្ញុំខ្លាញ់មើលទៅក្មេងនោះគ្រោះច្រើនជាងលៀបហើយយកល្អឲ្យនាងស្លាប់នៅខាងក្នុងចុះបែបនេះបងយិនសិនគឺជារបស់ខ្ញុំតែម្នាក់ហើយនាងតើមិនអីទេមែនទេមកពួកយើងចាញ់ក្រៅលោកតាខ្ញុំគ្រាន់ជួបអាចនៅជាមួយនាងមង្គលការនេះត្រូវតែចុះយ៉ាម៉េចសម្លេងរបស់តាយមិនស្រាប់ទេអីអាយុប្រហែលហើយឬក៏ចង់ឲ្យតាខឹងដល់ជំងឺបេះដូងរើឡើងហ៎ខ្ញុំនិយាយហើយខ្ញុំមានសង្សារឯងនៅនឹកស្នេហ៍គ្រាដំបងនោះទៀតឆ្នាំនោះសូម្បីតែនាងតូចនោះតកូលអីស្នាក់នៅឯណាក៏ឯងមិនដឹងនៅចង់តែដឹងនាងទៀតសរុបទៅថ្ងៃនេះខ្ញុំត្រូវតែលេងឯងលោកតាថាម៉េចភ្លើងឆេះហ៎